សង្សមអុយស្រាយយកប្រកាសយកស្អីមកមិនដូចជាអ្នកនេះទៀតរឿងនេះជ័យសោះអ្នកនេះទៀតរឿងបាទខ្ញុំនៅខាងនេះ4អ្នកនេះមិនក៏មិនដូចជាសងខាងនឹងសិនឯងនិយាយនោះខ្ញុំក៏មិនដាល់ជួបផ្ទាល់ដែរខ្ញុំឮតែគេថាមើលឃើញហើយនៅនេះទើបមុខពិតចងចាំឲ្យល្អលើកក្រោយកែប្រែដឹងហើយដែលជគុណទាំងអស់គ្នាភូមិខ្ញុំកាណាមានបិសាចកណ្ដុរមួយក្បាលអុកលុកមានលួសថ្ងៃសោះវាដើរដូចគ្រប់ផ្ទះទូទាំងភូមិក្នុងផ្ទះចង់ទុកអ្វីក៏មិនបានដែរសូមដែលជគុណជួយកម្ចាត់ឲ្យបិសាចឲ្យពួកកាណាផងបានទេបាទដែលជគុណហើយសម្បានតើវារឿងធំដុំអីងាទៅគេលពួកយើងចុះពិតជាអរគុណណាស់ក៏ណានឹងឲ្យប្រុសប្រមាណអ្នកទៅជួយដែលជគុណទាំង4នាក់មិនបិសាចកណ្ដុរមកក្បាលងាយទៅបកជ័យចឹងអរចាមែនអរចាអ្មេក៏ឯងហ៊ានទទួលឯងគិតមើលសងខាងនៅមួយឆ្ងាយពីយើងទេបើមិនស្រុតដំណើរមិនតាន់ទេណាតើមកប្រឡែតប៉ុណ្ណឹងទេពួកយើងវាយឈ្នះគេដែរហ៎មិនវាយទេនិយាយតែឈ្មោះសិស្សច្បងធំវាក៏ភ័យលិញនោមហើយវានៅខាងក្នុងពួកលោកកំជុលចិត្តពួកយើងជុលទៅជួបគេទីបំផុតចេញមកហើយអ្នកភូមិពឹងពួកយើងមកកំចាត់ឯងអមិនក៏មិនឆាប់ចុះចាញ់ទៅសម្រាប់កូនបិសាចឯងប្រមាណក្បាលហ្នឹងកូនបិសាចឯងមិនស្គាល់ពួកយើងជានរណាទេឯងជានរណាឯងមើលឲ្យច្បាស់ទៅតើមួយនេះជានរណាឯងស្គាល់ណោះសេចបងធំណែនងខ្លួនតិចទៅខ្ញុំគឺមហាទេពស្មៅមើចអាណាគីយើងមិនដែលស្គាល់ទេឃើញនេះគ្រូថាឲ្យតែគេអត់ស្គាល់ពួកយើងទេសម្បីមហាទេពស្មៅមើចក៏ឯងមិនស្គាល់សេចបងធំយើងហាត់មក5000ឆ្នាំនិយាយពីឋានៈអញហៅលោកតានៅប្រមាណគាត់ផងគាត់គឺជាជីតារបស់ជីតាឯង18ចំនួនណាកុំនិយាយច្រើនពេកកើតចូលមកបើមិនកើតទេចេញទៅវិញទៅយើងគឺជាបិសាចកណ្ដុរធំធាត់នៅទឹកដីនេះមួយជាតិនេះក្រៅពីអាសត្វសពូចអាណាក៏យើងមិនខ្លាចដែរសង្សមអុយស្រាយយកប្រកាសយកស្អីពួកយើងចូលដើម្បីវាចាក់សោហើយពួកឯងរតនាក៏មិនរួចដែរ